ngày níគឺយើងសម្ពោធផ្លូវជាតិ3ខ្សែតែម្ដងផ្លូវជាតិលេខ31 33និង41ដែលត5ខេត្តក្នុងនោះមានខេត្តកណ្ដាលកំពង់ស្ពឺតាកែវកំពតនិងកែបដែលនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៅក្នុងការបន្តអភិវឌ្ឍទៅមុខឥតជប់ចូលលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងការតភ្ជាប់បច្ចេកកលាពីតំបន់មួយទៅតំបន់មួយជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងទូទាំងព័ត៌មានគម្រោងសាងសង់ផ្លូវជាតិទាំង3ខ្សែនេះដែលមានខ្លឹមសារសង្ខេបដូចតទៅផ្លូវជាតិលេខ31មានប្រវែងសរុប 53,539 គីឡូម៉ែត្រត្រូវបានស្ដារនិងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់7សង់ទីម៉ែត្រនិងទទឹង11ម៉ែត្រចំពោះផ្លូវជាតិលេខ33មានប្រវែងសរុប 52,577 គីឡូម៉ែត្រត្រូវបានស្ដារនិងលើកកម្រិតគុណភាពជាប្រភេទក្រាលបេតុងកៅស៊ូ AC មានកម្រាស់5សង់ទីម៉ែត្រនិង7សង់ទីម៉ែត្រនិងបេតុងសរសៃដែកកម្រាស់23សង់ទីម៉ែត្រនិងទទឹង11ម៉ែត្រចំណែកផ្លូវជាតិលេខ41មានប្រវែងសរុបចំនួន 95,269 គីឡូម៉ែត្រត្រូវបានស្ដារនិងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់5សង់ទីម៉ែត្រនិងទទឹង11ម៉ែត្រផ្លូវជាតិទាំង3ខ្សែនេះត្រូវបានអនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិននិងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសវាងជើវ៉ាន់អានដោយក្រុមប្រើប្រាស់រយៈពេលសាងសង់ចំនួន42ខែដូចគ្នានៅក្នុងផែនការប៉ុន្តែតាមការអនុវត្តជាក់ស្ដែងគឺបានបញ្ចប់នៅដើមឆ្នាំ2025មុនផែនការកំណត់